មានពេលមួយដែលយើងគ្រប់គ្នាតែងតែឆ្លងកាត់នៅពេលដែលយើងអង្គុយនៅស្ងៀមឬកំពុងគេងវានឹងមានគំនិតមួយកើតឡើងបន្ទាប់មកគំនិតមួយទៀតក៏កើតឡើងមួយខ្លាយជា2 2ខ្លាយជា3 3ខ្លាយជា4នេះគេហៅថា overthinking រឿងដំបូងដែលយើងត្រូវយល់គឺ overthinking នេះមិនមែនគ្រាន់តែជាការគិតទៅលើរឿងច្រើននោះទេវាមិនមែនជាភាពវៃឆ្លាតវាមិនមែនជាផលិតភាពហើយក៏មិនមែនជាការរៀបចំត្រៀមខ្លួនអ្វីដែរ overthinking នេះគឺជាទម្លាប់ផ្លូវចិត្តនៃការភ័យខ្លាចតែខ្លាញ់បន្លំជាការវិភាគនៅក្នុងសៀវភៅ Stop Overthinking ដែលនិពន្ធដោយ Nick Trenton បានរំលឹកយើងអំពីការពិតដ៏មានឥទ្ធិពលមួយការគិតច្រើនលើសលប់នេះមិនមែនត្រឹមតែជារឿងគ្រោះថ្នាក់ត្រឹមចិត្តប៉ុណ្ណោះទេវាក៏ជ្រាបចូលទៅក្នុងរាងកាយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើងធ្វើឲ្យធម៌ពលរបស់យើងថយចុះធ្វើឲ្យខូចសមត្ថភាពរបស់យើងក្នុងការផ្ដោតអារម្មណ៍និងប៉ះពាល់ដល់ការសម្រាកផងដែរនៅពេលដែលយើងគិតច្រើនពេកប្រព័ន្ធសរសៃប្រសាទរបស់យើងមិនអាចបែងចែកពីភាពខុសគ្នារវាងការគំរាមកំហែងពិតប្រាកដនិងការគំរាមកំហែងដែលកើតចេញពីការស្មើសម័យនោះទេចង្វាក់បេះដូងរបស់យើងកើនឡើងសាច់ដុំរបស់យើងតានតឹងនិងហើមកាន់តែញាប់ទោះបីជាគ្មានអ្វីកើតឡើងនៅក្នុងពិភពពិតក៏ដោយរាងកាយរបស់យើងមានប្រតិកម្មដូចជាមានអ្វីមួយខុសប្រក្រតីនោះហើយជាមូលហេតុដែលការគិតច្រើនធ្វើឲ្យយើងមានអារម្មណ៍ហត់នឿយយើងអាចចំណាយពេលពេញមួយថ្ងៃដោយមិនធ្វើអ្វីទាំងអស់ប៉ុន្តែនៅតែមានអារម្មណ៍ថាអស់កម្លាំងពីព្រោះផ្លូវចិត្តរបស់យើងបានរត់ទៅមុនរួចទៅហើយយើងគិតឡើងវិញនៅរឿងដែលកើតឡើងរួចសម័យអំពីគំនិតអាក្រក់ដេញដោលទៅលើការសម្រេចចិត្តព្រួយបារម្ភអំពីអនាគតសោកស្ដាយចំពោះអតីតកាលការគិតច្រើនលើសលប់ពេកនឹងប្រែក្លាយពេលវេលាទៅជាអាវុធអតីតកាលក្លាយជាកន្លែងនៃការសោកស្ដាយអនាគតក្លាយជាកន្លែងនៃការភ័យខ្លាចហើយយើងកំពុងរំលងអ្វីៗនៅក្នុងបច្ចុប្បន្នផលប៉ះពាល់ដ៏គ្រោះថ្នាក់បំផុតមួយនៃការគិតច្រើនលើសលប់គឺរបៀបដែលវាផ្ដាច់យើងចេញពីសកម្មភាពយើងចាប់ផ្ដើមជឿថាការគិតច្រើននឹងផ្ដល់ឲ្យយើងនូវភាពច្បាស់លាស់ប៉ុន្តែតាមពិតទៅការគិតច្រើនពេកធ្វើឲ្យយើងជាប់គាំងនៅមួយកន្លែងមិនអាចដើរទៅមុខរួចវាធ្វើឲ្យយើងស្ទាក់ស្ទើរពន្យាពេលនិងរងចាំភាពប្រកបប្រជាដែលមិនដែលមកដល់យើងមិនអាចឈានទៅមុខបានមិនមែនដោយសារយើងគ្មានសមត្ថភាពនោះទេប៉ុន្តែដោយសារតែចិត្តរបស់យើងទាមទារចម្លើយដែលមិនមានហើយយូរៗទៅទំនុកចិត្តក៏ចាប់ផ្ដើមថយចុះបន្តិចម្ដងយើងចាប់ផ្ដើមសង្ស័យខ្លួនឯងកាន់តែច្រើននេះជាកន្លែងដែលភាពតានតឹងកើតឡើងភាពតានតឹងមិនមែនបណ្ដាលមកពីស្ថានភាពនោះទេវាបណ្ដាលមកពីប្រតិកម្មមនុស្សពីរនាក់អាចប្រឈមនឹងស្ថានភាពដូចគ្នាប៉ុន្តែម្នាក់អាចមានអារម្មណ៍តានតឹងហើយម្នាក់ទៀតអាចមានភាពខុសគ្នាការគិតច្រើនលើសលប់គឺជាការចិញ្ចឹមរឿងរ៉ាវវាបង្រីកបញ្ហាតូចៗទៅជាការគំរាមកំហែងធំៗវាបញ្ចុះបញ្ចូលឲ្យយើងត្រូវតែដោះស្រាយអ្វីៗគ្រប់យ៉ាងឥឡូវនេះវាបង្កើតភាពបន្ទាន់ហើយវាបង្កើតជាសម្លេងរំខានដែលមិនអាចឲ្យយើងដោះស្រាយអ្វីមួយបាននៅក្នុងសៀវភៅ Stop Overthinking នេះអ្នកនិពន្ធបានសង្កត់ធ្ងន់ទៅលើជំហានដំបូងសំខាន់មួយគឺការទទួលស្គាល់មុនពេលដែលយើងអាចបញ្ឈប់គំនិតរវើរវាយដែលគ្មានក្បាលគ្មានកន្ទុយនេះយើងត្រូវតែកត់សម្គាល់វាជាមុនសិនកុំវិនិច្ឆ័យកុំប្រយុទ្ធប្រឆាំងជាមួយវាគ្រាន់តែកត់សម្គាល់និងពិនិត្យមើលវាការទទួលស្គាល់នៅពេលដែលគំនិតយើងចាប់ផ្ដើមវិលវល់គឺជាការយល់ដឹងហើយការយល់ដឹងគឺជាការចាប់ផ្ដើមនៃសេរីភាពនៅពេលដែលយើងអាចនិយាយថាឥឡូវនេះខ្ញុំកំពុងតែគិតច្រើនយើងលែងស្ថិតនៅក្នុងព្យុះភ្លៀងទៀតហើយយើងបានដកថយមួយជំហានហើយកំពុងបង្កើតចម្ងាយតូចមួយរវាងយើងនិងការគិតរបស់យើងហើយចន្លោះនេះពិតជាសំខាន់ណាស់ពីព្រោះយើងមិនមែនជាគំនិតរបស់យើងទេយើងជាអ្នកសង្កេតមើលគំនិតទាំងនោះការគិតច្រើននេះច្រើនតែមានអារម្មណ៍ថាវាកើតឡើងដោយស្វ័យប្រវត្តិប៉ុន្តែការពិតវាជាទម្លាប់មួយហើយទម្លាប់នេះយើងអាចបង្អាក់វាដោយការយល់ដឹងចូលសួរខ្លួនឯងថាតើខ្ញុំកំពុងដោះស្រាយបញ្ហាពិតប្រាកដមួយនៅពេលនេះឬមួយខ្ញុំគ្រាន់តែលេងសើចជាមួយនឹងការភ័យខ្លាចតើគំនិតនេះជួយឲ្យខ្ញុំដោះស្រាយបញ្ហាបានឬធ្វើឲ្យខ្ញុំកាន់តែជាប់គាំងតើចិត្តរបស់ខ្ញុំស្ថិតនៅក្នុងអតីតកាលស្ថិតនៅក្នុងអនាគតឬស្ថិតនៅក្នុងបច្ចុប្បន្នសំណួរទាំងនេះមិនតម្រូវឲ្យមានចម្លើយទេប៉ុន្តែវានឹងនាំយើងត្រឡប់មករកបច្ចុប្បន្នវិញហើយនៅពេលដែលយើងត្រឡប់មករកបច្ចុប្បន្នគំនិតដែលរវើរវាយនឹងបាត់បង់អំណាចព្រោះវាមិនអាចស្ថិតនៅដោយគ្មានការស្មើសម័យបានទេការយល់ដឹងពីការគិតច្រើននេះក៏ជាការហ្វឹកហាត់គ្រប់គ្រងចិត្តផងដែរវាជាការបង្ហាត់ចិត្តឲ្យមានការគិតច្បាស់លាស់ទៅលើរឿងណាមួយពីព្រោះជារឿយៗការគិតច្រើនលើសលប់ពេកច្រើនតែកើតចេញពីភាពមិនប្រកបប្រជាទៅលើគំនិតណាមួយផ្ទុយពីនេះកាលណាយើងអាចគ្រប់គ្រងរៀបចំការគិតបាននោះយើងកំពុងបង្កើតភាពច្បាស់លាស់នៃគំនិតភាពច្បាស់លាស់នឹងកាត់បន្ថយភាពតានតឹងនៅក្នុងសៀវភៅ Stop Overthinking នេះយើងនឹងបានស្វែងយល់ពីទំនាក់ទំនងនៃការគិតវិធីសាស្ត្រនៃការអនុវត្តដើម្បីជួយកាត់បន្ថយការគិតច្រើនលើសលប់បន្ថយសម្ពាធផ្លូវចិត្តនិងចាប់ផ្ដើមរស់នៅក្នុងបច្ចុប្បន្ននៅពេលដែលយើងយល់ដឹងអំពីផលប៉ះពាល់នៃការគិតច្រើនលើសលប់យើងនឹងមើលឃើញវាតាមរបៀបធម្មជាតិដោយមិនបន្ថែមភាពតានតឹងដោយការត្រៀមខ្លួនឬប្រុងប្រយ័ត្នទៅលើគំនិតដែលមិនមានភាពច្បាស់លាស់ការយល់ដឹងនេះនឹងធ្វើឲ្យយើងចាប់ផ្ដើមបន្ធូរភាពតានតឹងបានបន្ទាប់ពីនេះប្រសិនបើយើងចាប់ផ្ដើមប្រញាប់ប្រញាល់សូមផ្អាកបន្តិចដកដង្ហើមមួយហើយគ្រាន់តែកត់សម្គាល់មើលគំនិតដែលកើតឡើងកុំវិនិច្ឆ័យកុំប្រឆាំងនឹងវា
ចូលចាំថាមិនមែនអ្វីៗដែលកើតឡើងសុទ្ធតែត្រូវការយកចិត្តទុកដាក់នោះទេរឿងខ្លះយើងត្រូវទុកឲ្យវាកើតឡើងនិងរលត់ទៅវិញដោយខ្លួនឯងវិធីដ៏សាមញ្ញមួយក្នុងការរំដោះចេញពីការគិតច្រើនគឺការកំណត់ដឹងថាការគិតមិនមែនជាការពិតនោះទេទុកកង្វល់របស់យើងភាគច្រើនចាប់ផ្ដើមដោយការឆ្លោះបញ្ចាំងរវាងការគិតថាជាការពិតគំនិតមួយចាប់ផ្ដើមក្នុងចិត្តរបស់យើងហើយបន្ទាប់មកយើងចាប់ផ្ដើមជឿលើវាដោយស្វ័យប្រវត្តិចាប់ផ្ដើមប្រតិកម្មហើយក៏បង្កើតជាអារម្មណ៍ជុំវិញគំនិតទាំងអស់នោះចិត្តរបស់យើងមានជំនាញណាស់ក្នុងការបង្កើតរឿងរ៉ាវដែលគួរឲ្យជឿជាក់ជាពិសេសរឿងដែលពោរពេញដោយការភ័យខ្លាចការសង្ស័យឬការសោកស្ដាយប៉ុន្តែគំនិតទាំងអស់នោះគ្រាន់តែជាព្រឹត្តិការណ៍ផ្លូវចិត្តមិនមានភស្តុតាងមិនមែនជាការពិតហើយក៏មិនអាចបញ្ជាក់ពីអ្វីដែលនឹងកើតឡើងបានដែរការងារចម្បងរបស់ខួរក្បាលមិនមែនធ្វើឲ្យយើងសប្បាយចិត្តនោះទេប៉ុន្តែដើម្បីរក្សាយើងឲ្យអាចរស់នៅបាននេះជាមូលហេតុដែលវាព្យាយាមស្កេនរឹកមើលការគំរាមកំហែងហានិភ័យនិងការស្មើសម័យពីស្ថានភាពអាក្រក់ផ្សេងៗយន្តការនៃការរស់រាននេះវាមានប្រយោជន៍នៅពេលដែលយើងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗប៉ុន្តែនៅក្នុងជីវិតសម័យទំនើបនេះវាមិនដំណើរការបែបនេះទេខួរក្បាលរបស់យើងយល់ច្រឡំឬសន្មត់ទៅលើភាពមិនច្បាស់លាស់នៃបញ្ហាក្នុងការគិតស្មើទៅនឹងគ្រោះថ្នាក់ដែលកើតឡើងជាក់ស្ដែងព្រោះវាបង្កឲ្យមានអារម្មណ៍ពិតប្រាកដនៅក្នុងរាងកាយប៉ុន្តែគ្រាន់តែជាអារម្មណ៍មិនមែនមានន័យថាវាជាការពិតនោះទេការគិតនឹងចាប់ផ្ដើមពង្រឹងខ្លួនរបស់វានៅពេលដែលយើងឆ្លោះជាមួយគំនិតរបស់យើងឬព្យាយាមបដិសេធវាទាំងអស់នេះគ្រាន់តែជាការរក្សាការយកចិត្តទុកដាក់របស់យើងឲ្យជាប់គាំងនៅក្នុងរង្វង់ផ្លូវចិត្តប៉ុណ្ណោះនៅក្នុងសៀវភៅ Stop Overthinking នេះអ្នកនិពន្ធបានផ្ដល់នូវវិធីសាស្ត្រដ៏សាមញ្ញមួយគឺបង្កើតចន្លោះមួយជំនួសឲ្យការជជែកវែកញែកនៅពេលដែលយើងកត់សម្គាល់ទៅលើការព្រួយបារម្ភជាជាងសួរថាតើវាត្រឹមត្រូវឬខុសយើងបានទទួលស្គាល់ថាវាគ្រាន់តែជាគំនិតមួយការផ្លាស់ប្ដូរដ៏សាមញ្ញនេះនឹងផ្លាស់ប្ដូរទំនាក់ទំនងរបស់យើងជាមួយនឹងការគិតហើយយើងនឹងលែងស្ថិតនៅក្នុងបញ្ហាហើយចាប់ផ្ដើមសង្កេតមើលវាពីខាងក្រៅគំនិតនេះនឹងបាត់បង់អំណាចនៅពេលដែលវាត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅពេលដែលយើងលែងចាត់ទុកគំនិតថាជាការពិតសេរីភាពនៃអារម្មណ៍នឹងចាប់ផ្ដើមកើតឡើងការភ័យខ្លាចនឹងចុះខ្សោយនៅពេលដែលយើងឈប់សន្មត់ថាគ្រោះមហន្តរាយនៃគំនិតគឺជាការពិតអារម្មណ៍នៃទណ្ឌកម្មនឹងធូរស្រាលនៅពេលដែលយើងឈប់រំលឹកអតីតកាលឡើងវិញការថប់បារម្ភនឹងរសាយបាត់នៅពេលដែលយើងឈប់ជឿថាអនាគតត្រូវតែអាចគ្រប់គ្រងយើងនឹងចាប់ផ្ដើមយល់ថាគំនិតជាច្រើនគឺគ្រាន់តែជាការព្យាយាមបកស្រាយវាមិនមែនជាការឆ្លោះបញ្ចាំងពីការពិតនោះទេពួកវាជាសម្លេងបន្តនៃការចងចាំនិងការស្មើសម័យវាមិនមែនជាការពិពណ៌នាដ៏ត្រឹមត្រូវអំពីអ្វីដែលកំពុងកើតឡើងនៅពេលនេះទេការអនុវត្តនេះមិនមែនមានន័យថាមិនអើពើនឹងគំនិតឬធ្វើពុតជាវាមិនមាននោះទេវាមានន័យថាអនុញ្ញាតឲ្យវាកន្លងផុតទៅដោយគ្មានការតភ្ជាប់គំនិតអាចកើតឡើងហើយបាត់ទៅវិញដូចជាសម្លេងជួងយូរទៅចិត្តកាន់តែស្ងប់ស្ងាត់មិនមែនដោយសារតែវាមានគំនិតតិចជាងមុននោះទេប៉ុន្តែដោយសារតែគំនិតនៃការជឿតិចជាងមុនវាមានអារម្មណ៍មួយនៅក្នុងចន្លោះរវាងយើងនិងការសន្ទនាផ្នែកខាងក្នុងរបស់យើងហើយភាពច្បាស់លាស់នឹងលេចឡើងដោយធម្មជាតិនៅក្នុងចន្លោះនេះនៅពេលដែលយើងកំណត់ដឹងថាគំនិតដែលកើតឡើងមិនមែនជាការពិតទេនោះយើងនឹងទទួលបានអំណាចរបស់យើងមកវិញយើងលែងរស់នៅក្នុងភាពសុពិចសុពិលនៃគំនិតហើយចាប់ផ្ដើមជ្រើសរើសវត្តមាននៃបច្ចុប្បន្នជាងការស្មើសម័យនិងមានការយល់ដឹងជំនួសឲ្យការភ័យខ្លាចចិត្តនឹងនៅតែបន្តគិតវាជាធម្មជាតិរបស់ចិត្តប៉ុន្តែយើងលែងរស់នៅក្នុងគំនិតនីមួយៗដែលចិត្តបង្កើតឡើងទៀតហើយដោយយល់ពីរឿងនេះការគិតច្រើននឹងបាត់បង់ការគ្រប់គ្រងរបស់វាហើយសន្តិភាពនឹងអាចកើតឡើងបានការគិតច្រើនមិនស្ថិតនៅតែលើចិត្តនោះទេវារាលដាលយឺតទៅក្នុងរាងកាយដោយកំណត់ពីរបៀបដែលយើងមានអារម្មណ៍ការដកដង្ហើមនិងការសម្រាកនៅពេលដែលចិត្តស្រមៃអំពីបញ្ហាម្ដងហើយម្ដងទៀតរំលឹកឡើងវិញនូវការចងចាំឬរំពឹងទុកពីការគំរាមកំហែងរាងកាយនឹងឆ្លើយតបដូចជាគ្រោះថ្នាក់នោះគឺជាការពិតអរម៉ូន stress ត្រូវបានបញ្ចេញហើយសាច់ដុំចាប់ផ្ដើមតឹងណែនដង្ហើមប្រែជាខ្លីហើយប្រព័ន្ធប្រសាទនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទោះបីជាគ្មានអ្វីកើតឡើងនៅក្នុងបច្ចុប្បន្ននេះក៏ដោយរាងកាយជួបប្រទះនឹងការថប់បារម្ភដូចជាវាកំពុងកើតឡើងពិតប្រាកដនេះជារបៀបដែលការគិតច្រើនប្រែទៅជាភាពតានតឹងរ៉ាំរ៉ៃមិនមែនតាមរយៈព្រឹត្តិការណ៍ខាងក្រៅទេប៉ុន្តែតាមរយៈការធ្វើម្ដងហើយម្ដងទៀតនៅផ្ទៃខាងក្នុងចិត្តនិងរាងកាយមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅហើយរាងកាយមិនអាចបែងចែករវាងការគំរាមកំហែងពិតប្រាកដនិងការគំរាមកំហែងដែលកើតចេញពីការស្មើសម័យនោះទេនៅពេលដែលយើងតែងតែគិតពីអ្វីមួយដែលខុសប្រក្រតីប្រព័ន្ធប្រសាទទទួលបានសារថាយើងមិនមានសុវត្ថិភាពយូរទៅស្ថានភាពនេះនឹងក្លាយជាស៊ាំការថប់បារម្ភលែងមានអារម្មណ៍ដូចជាប្រតិកម្មទៀតហើយវាមានអារម្មណ៍ដូចជាប្រក្រតីមនុស្សជាច្រើនជឿថាការថប់បារម្ភរបស់ពួកគេកើតចេញពីកលៈទេសៈជីវិតប៉ុន្តែជារឿយៗវាត្រូវបានជំរុញដោយទម្លាប់ផ្លូវចិត្តដែលមិនបានត្រួតពិនិត្យដែលរក្សារាងកាយឲ្យជាប់គាំងនៅក្នុង survival mode មានន័យថារាងកាយរបស់យើងស្ថិតនៅក្នុងស្ថានភាពមួយដែលព្យាយាមការពារយើងពីគ្រោះថ្នាក់
ការគិតច្រើនក៏បង្កើតអារម្មណ៍បន្ទាន់ដែលធ្វើឲ្យប្រព័ន្ធរាងកាយអស់កម្លាំងផងដែរគំនិតទាំងនោះទាមទារឲ្យមានចម្លើយភ្លាមៗទោះបីជាគ្មានចម្លើយក៏ដោយចិត្តទទូចថាបើសិនជាយើងឈប់គិតនឹងមានរឿងអាក្រក់កើតឡើងសម្ពាធនេះធ្វើឲ្យផ្លូវចិត្តរបស់យើងជាប់រវល់ជានិច្ចហើយយើងនឹងមានអារម្មណ៍ថាអស់កម្លាំងយើងកាន់តែព្យាយាមដោះស្រាយបញ្ហាដែលស្រមៃចង់បានយើងនឹងកាន់តែថប់បារម្ភភាពតានតឹងមិនមែនបណ្ដាលមកពីការគិតនោះទេវាបណ្ដាលមកពីការជឿថាគំនិតនីមួយៗតម្រូវឲ្យមានសកម្មភាពឬដំណោះស្រាយភ្លាមៗនៅក្នុងសៀវភៅ Stop Overthinking នេះអ្នកនិពន្ធសង្កត់ធ្ងន់ទៅលើការផ្លាស់ប្ដូរដ៏សំខាន់មួយភាពស្ងប់ស្ងាត់មិនមែនបានមកពីការព្យាយាមដោះស្រាយបញ្ហាផ្លូវចិត្តនោះទេប៉ុន្តែមកពីការធ្វើឲ្យរាងកាយស្ងប់ជាមុនសិននៅពេលដែលរាងកាយស្ងប់នៅពេលដែលរាងកាយមានអារម្មណ៍មានសុវត្ថិភាពភាពតានតឹងនឹងថយចុះដោយធម្មជាតិនេះជាមូលហេតុដែលការអនុវត្តដូចជាការដកដង្ហើមមួយបន្ធូរសាច់ដុំឬគ្រាន់តែកត់សម្គាល់នៅអារម្មណ៍រាងកាយមានប្រសិទ្ធភាពខ្លាំងពួកវាជាប់តាក់ទងជាមួយនឹងសុវត្ថិភាពដោយផ្ទាល់ទៅនឹងប្រព័ន្ធប្រសាទដោយរំលងនឹងការសន្ទនាគ្មានទីបញ្ចប់នៃចិត្តនៅពេលដែលមានភាពតានតឹងការទាញចិត្តឲ្យវិលត្រឡប់ទៅរករាងកាយគឺជាវិធីដែលមានឥទ្ធិពលមួយជាងការគិតរកផ្លូវចេញនៅពេលដែលការកំណត់ដឹងកើនឡើងយើងនឹងចាប់ផ្ដើមកត់សម្គាល់ឃើញសញ្ញាដំបូងនៃភាពតានតឹងមុនពេលដែលវាធ្វើឲ្យយើងមានអារម្មណ៍តានតឹងយើងសម្គាល់ឃើញការតឹងណែននៅក្នុងទ្រូងរបស់យើងចង្វាក់បេះដូងលោតញាប់និងថាមពលចុះខ្សោយជំនួសឲ្យការរុញច្រានឬមិនអើពើនឹងសញ្ញាទាំងនេះយើងឆ្លើយតបដោយការបន្ធូរអារម្មណ៍ផ្អាកដកដង្ហើមមួយយើងអនុញ្ញាតឲ្យរាងកាយស្ងប់ហើយនោះជាការឆ្លើយតបហើយការឆ្លើយតបនេះនឹងបង្អាក់វត្តដាក់នៃការគិតច្រើនដែលការគិតច្រើនជំរុញឲ្យមានការថប់បារម្ភហើយការថប់បារម្ភជំរុញឲ្យមានការគិតច្រើនដោយដឹងថាការគិតច្រើនបង្កឲ្យមានភាពតានតឹងគឺជាផ្លូវនាំមកនូវការអាណិតអាសូរចំពោះខ្លួនឯងយើងឈប់បន្ទោសខ្លួនឯងចំពោះការថប់បារម្ភហើយចាប់ផ្ដើមមើលឃើញថាការថប់បារម្ភគឺជាសារមួយប្រព័ន្ធរាងកាយបានព្យាយាមការពារយើងប៉ុន្តែវាបានប្រើឧបករណ៍ខុសនៅពេលដែលយើងរៀនធ្វើឲ្យរាងកាយស្ងប់និងកាត់បន្ថយសម្ពាធផ្លូវចិត្តប្រព័ន្ធនឹងចាប់ផ្ដើមកំណត់ឡើងវិញភាពតានតឹងនឹងថយចុះមិនមែនដោយសារតែជីវិតកាន់តែងាយស្រួលនោះទេប៉ុន្តែដោយសារតែយើងឈប់បង្កើតទុក្ខវេទនាដែលមិនចាំបាច់តាមរយៈរង្វិលជុំផ្លូវចិត្តដែលគ្មានទីបញ្ចប់នៅក្នុងលំហនៃភាពស្ងប់ស្ងាត់នេះភាពច្បាស់លាស់នឹងត្រឡប់មកវិញហើយការគិតច្រើននឹងបាត់បង់អំណាចរបស់វាបន្តិចម្ដងឬគោលនៃការគិតច្រើនគឺជាជំនឿដ៏ស្ងប់ស្ងាត់មួយដែលថាប្រសិនបើយើងមិនគិតឲ្យបានគ្រប់គ្រាន់ទេយើងមិនអាចគ្រប់គ្រងជីវិតនេះបានទេចិត្តមានអារម្មណ៍មិនស្រណុកជាមួយនឹងភាពមិនប្រកបវិជ្ជាហើយការគិតច្រើនក្លាយជាមធ្យោបាយមួយក្នុងការព្យាយាមគ្រប់គ្រងអ្វីដែលយើងមិនដឹងវារំលឹកយើងឡើងវិញនៅអ្វីដែលអាចកើតមានព្យាករណ៍លទ្ធផលនិងសម័យអនាគតដែលអាចធ្វើទៅបានដោយសង្ឃឹមថាការត្រៀមទុកមុននឹងអាចការពារបញ្ហាបានតាមរបៀបនេះការគិតច្រើនមានអារម្មណ៍ថាមានផលិតភាពថែមទាំងមានអារម្មណ៍ថាមានទំនួលខុសត្រូវទៀតផងចិត្តប្រាប់ខ្លួនឯងថាការវិភាគជាប្រចាំនិងរក្សាសុវត្ថិភាពរបស់យើងការប្រុងប្រយ័ត្ននិងការពារយើងពីការខកចិត្តឬការបរាជ័យអារម្មណ៍នៃការគ្រប់គ្រងនេះគឺជាការបំភាន់មួយជីវិតមិនមែនជាការទស្សន៍ទាយនោះទេតាមពិតទៅការគិតច្រើនជារឿយៗបង្កើនការភ័យខ្លាចកាន់តែច្រើនកាលណាយើងកាន់តែសម័យពីអ្វីមួយដែលមិនល្អវាធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចវាជាការពិតហើយយើងនឹងមានការថប់បារម្ភជំនួសឲ្យការបង្កើតសុវត្ថិភាពការគិតច្រើនបែរជាបង្កើតភាពតានតឹងទៅវិញចិត្តព្យាយាមក្តោបក្តាប់កាន់តែខ្លាំងឡើងនៅអ្វីដែលមិនមានលទ្ធភាពក្នុងការគ្រប់គ្រងមូលហេតុនៃការព្យាយាមគ្រប់គ្រងនេះច្រើនតែកើតចេញពីបទពិសោធន៍អតីតកាលនៅពេលដែលមានអ្វីមួយមិននឹកស្មានដល់ធ្វើឲ្យយើងមានការឈឺចាប់ចិត្តបានរៀននៅមេរៀនមួយកុំឲ្យរឿងនោះកើតឡើងម្ដងទៀតដូច្នេះហើយទើបវាមានការប្រុងប្រយ័ត្ននិងរកមើលបញ្ហាដែលអាចកើតឡើងនាពេលអនាគតប៉ុន្តែនៅពេលដែលយើងព្យាយាមត្រួតពិនិត្យនេះវាជាការដោះដូរជាមួយនឹងសន្តិភាពព្រោះចិត្តបានលោតទៅក្នុងអនាគតដែលយើងបាននឹងកំពុងខកខាននៅអ្វីដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្នការដែលទទួលយកនៅអ្វីដែលមិនប្រកបវិជ្ជាមិនមែនមានន័យថាបោះបង់ឬមិនខ្វល់ខ្វាយនោះទេប៉ុន្តែវាជាការទទួលស្គាល់ដែនកំណត់នៃការគ្រប់គ្រងរបស់យើងគ្មានអ្វីច្បាស់លាស់ជាងការទទួលថាអ្វីមិនចេះតែអាចដោះស្រាយបាននោះទេវាមិនចេះតែដោយការគ្រោងទុករបស់យើងនោះទេនៅពេលដែលយើងឈប់ព្យាយាមទាមទារភាពច្បាស់លាស់សម្ពាធនឹងត្រូវបានធូរស្រាលហើយនោះជាពេលដែលចិត្តអាចសម្រាកបានការដោះលែងមិនមែនជាការសម្រេចចិត្តតែម្ដងនោះទេប៉ុន្តែវាជាការអនុវត្តម្ដងហើយម្ដងទៀតរាល់ពេលដែលយើងកត់សម្គាល់ឃើញថាខ្លួនឯងកំពុងព្យាយាមបង្ខំចម្លើយពីការគិតយើងអាចសាកល្បងរំលឹកខ្លួនឯងបន្តិចម្ដងការគិតច្រើនពេកមិនអាចដោះស្រាយបញ្ហាបាននោះទេបញ្ហាត្រូវបានដោះស្រាយនៅពេលដែលយើងបន្ធូរការគិតដែលធ្វើឲ្យចិត្តមានភាពច្បាស់លាស់ហើយការសម្រេចចិត្តមានភាពច្រឡះស្រឡះជាងមុននិងសាមញ្ញជាងមុនយើងនឹងចាប់ផ្ដើមឃើញថាសន្តិភាពមិនត្រូវបានរកឃើញនៅក្នុងការធ្វើផែនការដ៏ល្អឥតខ្ចោះនោះទេប៉ុន្តែវាស្ថិតនៅក្នុងការទទួលយកជីវិតកាន់តែស្រាលជាងមុននៅពេលដែលយើងឈប់ព្យាយាមគិតរកភាពឥតខ្ចោះ
មនុស្សភាគច្រើនរងចាំឲ្យមានភាពច្បាស់លាស់សិនមុនពេលធ្វើសកម្មភាពពួកគេជឿថានៅពេលដែលចិត្តមានភាពច្បាស់លាស់ប្រកបវិជ្ជានិងមានទំនុកចិត្តនោះសកម្មភាពនឹងកើតឡើងដោយធម្មជាតិនេះហើយជាកន្លែងដែលការគិតច្រើនលើសលប់កើតឡើងកាលណាយើងរក្សាគំនិតទាំងអស់នៅក្នុងចិត្តដោយមិនបញ្ចេញសកម្មភាពទេនោះសំណួរទាំងអស់នៅក្នុងចិត្តរបស់យើងនឹងកាន់តែលឺខ្លាំងឡើងការសម្រេចចិត្តរបស់យើងនឹងคล้ายជាទម្ងន់ការពិតច្រើនតែផ្ទុយពីការរំពឹងឬការគិតទុកភាពច្បាស់លាស់កើតចេញពីសកម្មភាពដូច្នេះត្រូវបំលែងការគិតទៅជាសកម្មភាពទើបអាចសម្រាលបន្ទុកនៃការគិតច្រើនលើសលប់បានការគិតច្រើនបង្កើតនៅរង្វង់មួយពីព្រោះយើងកំពុងព្យាយាមដោះស្រាយបញ្ហាជីវិតពីចម្ងាយយើងវិភាគពីលទ្ធភាពដោយមិនបានចូលរួមជាមួយនឹងការពិតគំនិតវិលជារង្វង់ដដែលពីព្រោះគ្មានព័ត៌មានថ្មីចូលមកប៉ុន្តែសកម្មភាពនឹងបង្អាក់ដល់វដ្តដាក់នេះសកម្មភាពដែលលើកឡើងមកនេះមិនសំដៅតែលើសកម្មភាពធំដុំអីទេសូម្បីតែសកម្មភាពតូចតាចក៏អាចផ្លាស់ប្ដូរថាមពលចេញពីចិត្តទៅក្នុងរាងកាយផងដែរសកម្មភាពជាការពិតវាជាអ្វីមួយដែលមានពិតប្រាកដវាប្រែក្លាយភាពសពិចសពិលទៅជាភាពច្បាស់លាស់ពេលនោះចិត្តនឹងបានសម្រាកពីព្រោះវាលែងស្ថិតនៅក្នុងការសម័យទៀតខួរក្បាលរបស់យើងមិនចង់ធ្វើសកម្មភាពពីព្រោះវាខ្លាចសកម្មភាពបង្កហានិភ័យខ្លាចមានកំហុសឬខ្លាចត្រូវបានវិនិច្ឆ័យការគិតច្រើនប្រៀបដូចជាការសន្យានឹងខួរក្បាលថានឹងរក្សាសុវត្ថិភាពដូច្នេះចូលគិតបន្តទៀតកុំធ្វើសកម្មភាពប៉ុន្តែភាពស្ងៀមស្ងាត់ដោយគ្មានវត្តមាននៃសតិនឹងក្លាយជាការជាប់គាំងចិត្តព្យាយាមធ្វើឲ្យយើងជឿជាក់ថាការគិតគឺជាភាពរីកចម្រើនប៉ុន្តែតាមពិតសកម្មភាពសូម្បីតែសកម្មភាពតូចតាចក៏ដោយវានឹងបង្ហាញយើងថាយើងអាចឈានទៅមុខដោយមិនចាំបាច់គិតល្អិតល្អន់ពេកទៅលើអ្វីៗគ្រប់យ៉ាងនោះទេតាមពិតទៅការគិតច្រើននឹងបាត់បង់ថាមពលទៅវិញតាមរយៈសកម្មភាពតូចតាចដូចជាការសរសេរពីជំរើសឬគ្រាន់តែសរសេរចុះនៅអ្វីដែលយើងកំពុងគិតការដើរឬធ្វើសកម្មភាពអ្វីមួយសាមញ្ញនឹងនាំយើងឲ្យស្ថិតនៅក្នុងបច្ចុប្បន្ននិងរំលឹកប្រព័ន្ធប្រសាទឲ្យកាត់បន្ថយទម្ងន់នៃរង្វង់គំនិតសកម្មភាពក៏ជួយស្ដារទំនុកចិត្តលើខ្លួនឯងឡើងវិញផងដែរការគិតច្រើនពេកច្រើនតែកើតចេញពីការសង្ស័យលើខ្លួនឯងនៅពេលដែលយើងធ្វើសកម្មភាពយើងកំពុងប្រមូលភស្តុតាងថាយើងពិតជាអាចប្រឈមនឹងបញ្ហាបានយើងបានរៀនតាមរយៈសកម្មភាពនិងកែតម្រូវវាបន្តិចម្ដងពេលនោះភាពសពិចសពិលដែលមាននៅក្នុងចិត្តត្រូវបានបំលែងទៅជាការពិតបន្តិចម្ដងនៅពេលដែលសកម្មភាពคล้ายជាទម្លាប់ទំនាក់ទំនងជាមួយនឹងការគិតនឹងចាប់ផ្ដើមផ្លាស់ប្ដូរសកម្មភាពនីមួយៗជួយបង្កើនសន្ទុះទៅមុខហើយសន្ទុះជួយឲ្យចិត្តបានស្ងប់ជាងមុនសកម្មភាពមិនលុបបំបាត់ភាពភ័យខ្លាចទាំងស្រុងទេប៉ុន្តែវាជួយកាត់បន្ថយការភ័យខ្លាចការគិតច្រើននិងរសាត់បន្តិចម្ដងមិនមែនដោយសារតែយើងបានដោះស្រាយបញ្ហាទាំងអស់នៅក្នុងក្បាលរបស់យើងនោះទេប៉ុន្តែដោយសារយើងបោះជំហានចូលទៅក្នុងជីវិតពិតហើយអនុញ្ញាតឲ្យបទពិសោធន៍បង្រៀនយើងពីអ្វីដែលគំនិតមិនអាចធ្វើបាននៅពេលដែលយើងធ្វើសកម្មភាពចិត្តនឹងដើរតាមក្រោយហើយសកម្មភាពនឹងកាត់ផ្ដាច់រង្វិលជុំផ្លូវចិត្តឲ្យថមថយអំណាចរបស់វាបន្តិចម្ដងនៅពេលដែលយើងនិយាយដល់ការគិតច្រើនលើសលប់យើងសំដៅទៅលើរឿងដែលកើតឡើងរួចនិងរឿងដែលមិនទាន់កើតឡើងវាស្ថិតនៅក្នុងការចងចាំនិងការសម័យរបស់យើងចិត្តធ្វើដំណើរថយក្រោយរំលឹកឡើងវិញនៅគ្រាដែលមិនអាចផ្លាស់ប្ដូរបានឬវាបញ្ញាប់បញ្ញាល់ទៅមុខដោយព្យាយាមទស្សន៍ទាយលទ្ធផលដែលមិនទាន់មកដល់យើងភាគច្រើនកម្រនឹងស្ថិតនៅក្នុងបច្ចុប្បន្នណាស់នេះក៏ជាមូលហេតុមួយដែលការគិតច្រើនមានអារម្មណ៍ថាហត់នឿយខ្លាំងពីព្រោះវាទាញយើងចេញពីបច្ចុប្បន្នហើយយើងជាប់គាំងនៅកន្លែងដែលយើងគ្មានអំណាចពិតប្រាកដក្នុងការគ្រប់គ្រងបច្ចុប្បន្នគឺជាកន្លែងតែមួយគត់ដែលសន្តិភាពអាចកើតឡើងបានមិនមែនដោយសារតែជីវិតល្អឥតខ្ចោះនៅទីនេះនោះទេប៉ុន្តែដោយសារតែវាជាការពិតនៅក្នុងបច្ចុប្បន្នកាលជាធម្មតាមិនមានគ្រោះថ្នាក់ភ្លាមទេមានតែអារម្មណ៍ខ្យល់ដង្ហើមនិងសតិប៉ុណ្ណោះនៅពេលដែលយើងទាញខ្លួនឯងត្រឡប់មករកបច្ចុប្បន្នវិញរាងកាយបានសម្រាកចិត្តបានសម្រាកការគិតច្រើនការខ្វល់ខ្វាយមិនអាចរស់នៅក្នុងបច្ចុប្បន្នបានទេដោយសារតែវាពឹងអាស្រ័យទៅលើអតីតកាលនិងអនាគតដើម្បីរស់រានប៉ុណ្ណោះបើគ្មានរឿងរ៉ាវទាំងនោះទេវានឹងបាត់បង់អំណាចរបស់វាបច្ចេកទេសពង្រឹងសតិគឺជាវិធីដែលដំណើរការពីព្រោះវាជួយឲ្យរាងកាយនិងអារម្មណ៍មានការផ្ដោតបានល្អការមានអារម្មណ៍ថាជើងរបស់យើងស្ថិតនៅលើដីការកត់សម្គាល់ចង្វាក់ដង្ហើមរបស់យើងការស្ដាប់សំឡេងនៅជុំវិញយើងសកម្មភាពសាមញ្ញទាំងនេះនាំយើងត្រឡប់ពីការធ្វើដំណើរផ្លូវចិត្តវារំលឹកប្រព័ន្ធប្រសាទថាយើងនៅទីនេះហើយពេលនេះគឺជាពេលដែលអាចគ្រប់គ្រងបានយើងមិនចាំបាច់ដោះស្រាយបញ្ហាជីវិតរបស់យើងទាំងមូលនៅពេលនេះទេយើងគ្រាន់តែមានវត្តមានពេញលេញនៅក្នុងពេលនេះប៉ុណ្ណោះការមានវត្តមានមិនមែនមានន័យថារុញច្រានចិត្តគំនិតឬបង្ខំចិត្តឲ្យទៅទេនោះទេគំនិតអាចនៅតែបន្តលេចឡើងប៉ុន្តែវាលែងទាញយើងចូលទៅក្នុងចរន្តរបស់វាទៀតយើងសម្គាល់ឃើញវាហើយត្រឡប់មករកអ្វីដែលកំពុងកើតឡើងនៅពេលនេះវិញភាពកក់ក្ដៅនៃខ្យល់ដង្ហើមចលនានៃទ្រូងរបស់យើងនៅពេលដែលដកដង្ហើមអារម្មណ៍នៃការអង្គុយឬឈរ
ការត្រឡប់មកវិញនីមួយៗពង្រឹងសមត្ថភាពរបស់យើងក្នុងការរក្សាភាពរឹងមាំហើយរាល់ពេលនៃការរក្សាភាពរឹងមាំធ្វើឲ្យទម្លាប់នៃការគិតច្រើនមានភាពចុះខ្សោយយូរទៅសតិคล้ายជាចម្រោកនៅពេលដែលចិត្តចាប់ផ្ដើមវិលវល់យើងទាញចិត្តត្រឡប់មករកកន្លែងជ្រកវិញមិនមែនចូលទៅគិតបន្ថែមទៀតនោះទេភាពស្ងប់ស្ងាត់មិនមែនជាការព្យាយាមរកចម្លើយឬការបញ្យល់នោះទេប៉ុន្តែវាស្ថិតនៅក្នុងការយកចិត្តទុកដាក់មកខាងក្នុងខ្លួនកាលណាយើងត្រឡប់មករកបច្ចុប្បន្នកាន់តែញឹកញាប់ប៉ុណ្ណាអំណាចដែលអតីតកាលនិងអនាគតកាន់កាប់មកលើយើងកាន់តែតិចទៅទុកព្រួយកើនឡើងនៅពេលដែលចិត្តបដិសេធមិនព្រមចាក់ចេញពីអតីតកាលនិងអនាគតភាពធូរស្រាលកើតឡើងនៅពេលដែលយើងនាំខ្លួនឯងត្រឡប់មករកបច្ចុប្បន្នវិញបន្តិចម្ដងហើយយើងមិនធ្វើវាតែម្ដងនោះទេប៉ុន្តែធ្វើវាម្ដងហើយម្ដងទៀតពេលនោះភាពស្ងប់ស្ងាត់នឹងកើតឡើងហើយការគិតច្រើនលើសលប់នឹងរសាយបន្តិចម្ដងយើងរងទុកតិចជាងមុនមិនមែនដោយសារតែជីវិតប្រែក្លាយជាល្អនោះទេប៉ុន្តែដោយសារតែយើងរស់នៅជាមួយការពិតមិនមែនជាការស្មើសម័យនោះទេបច្ចុប្បន្នយើងរស់នៅក្នុងពិភពលោកមួយដែលពោពេញដោយព័ត៌មានឥតឈប់ឈរហើយចិត្តរបស់យើងមិនមែនបង្កើតឡើងសម្រាប់ល្បឿនបែបនេះទេតាំងពីពេលដែលយើងភ្ញាក់ពីដំណេកមកយើងត្រូវបានហុំព័ទ្ធដោយព័ត៌មានគំនិតនិងមាតិកាសង្គមដែលគ្មានទីបញ្ចប់ការគិតច្រើនលើសលប់ត្រូវបានរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងបរិយាកាសនេះពីព្រោះខួរក្បាលត្រូវបានផ្ដល់ព័ត៌មានលើសលប់ច្រើនជាងអ្វីដែលវាអាចដំណើរការបាននៅពេលដែលមានការបញ្ចូលច្រើនពេកចិត្តមិនមានភាពច្បាស់លាស់ទេតែវាคล้ายជាពោពេញដោយភាពមិនសនុកនិងការប្រតិកម្មឥតឈប់ឈរការ scroll នៅលើអេក្រង់ឥតឈប់ឈរកំពុងវឹកហាត់ខួរក្បាលយ៉ាងស្ងៀមស្ងាត់ឲ្យមានការប្រៀបធៀបការវិនិច្ឆ័យនិងរំពឹងទុកយើងមើលឃើញជីវិតសមិទ្ធផលទំនាក់ទំនងនិងមតិរបស់អ្នកដទៃហើយចិត្តរបស់យើងចាប់ផ្ដើមវាស់ស្ទង់ខ្លួនឯងជាមួយនឹងពួកគេដោយមិនដឹងខ្លួនការប្រៀបធៀបនេះជំរុញឲ្យមានការថប់បារម្ភនិងការសង្ស័យលើខ្លួនឯងខួរក្បាលនៅតែផ្ដល់សញ្ញាប្រុងប្រយ័ត្ន scan រកអ្វីដែលខ្វះចន្លោះនិងអ្វីដែលត្រូវបំពេញពេលនោះចិត្តនឹងមិនបានសម្រាកនោះទេវារវល់ដេញតាមសម្លេងទាំងអស់នោះមិនចេះចប់ខួរក្បាលមនុស្សត្រូវបានវិវត្តដើម្បីផ្ដោតលើព័ត៌មានមួយចំនួនតូចក្នុងពេលតែមួយវាត្រូវបានរចនាឡើងទៅតាមចង្វាក់ដែលមានរយៈពេលនៃការដំណើរការនិងការសម្រាកចំណែកឯការរំញោចឥតឈប់ឈរត្រូវបានរំខានដល់វដ្តដាក់ធម្មជាតិនេះនៅពេលដែលចិត្តមិនបានសម្រាកវាមិនបាន reset ឡើងវិញនោះទេគំនិតប្រមូលផ្ដុំគ្នាអារម្មណ៍សពិចសពិលលាយឡំជាមួយគ្នាហើយភាពច្បាស់លាស់កាន់តែពិបាកក្នុងការឈានទៅដល់អ្វីដែលយើងមើលឃើញពីខាងក្រៅទៅហាក់ដូចជាទទួលបានព័ត៌មានឬការកំសាន្តតែតាមពិតវាកំពុងទាញយកថាមពលពីយើងការសម្រាកពិតប្រាកដមិនមែនជាភាពខ្ជិលច្រអូសនោះទេវាគឺជាការរក្សាថាមពលដូចជារាងកាយត្រូវការគេងដើម្បីស្ដារឡើងវិញចិត្តក៏ត្រូវការពេលវេលានិងភាពស្ងប់ស្ងាត់ដើម្បីទទួលបានតុល្យភាពឡើងវិញផងដែរភាពស្ងប់ស្ងាត់និងការកំណត់ព្រំដែននៃការគិតអនុញ្ញាតឲ្យចិត្តបានសម្រាកប្រព័ន្ធប្រសាទស្ងប់ចុះហើយការគិតច្រើននឹងថមថយកម្លាំងរបស់វាការកំណត់ព័ត៌មានមិនមែនមានន័យថាបដិសេធពិភពលោកឬផ្ដាច់ទំនាក់ទំនងទាំងស្រុងនោះទេប៉ុន្តែជាការជ្រើសរើសអ្វីដែលយើងអនុញ្ញាតឲ្យចូលទៅក្នុងចិត្តដោយប្រុងប្រយ័ត្នវាប្រៀបដូចជាការជ្រើសយកនៅអ្វីដែលធ្វើឲ្យយើងមានការថប់បារម្ភហើយចិត្តកាន់តែមានភាពច្បាស់លាស់មិនមែនដោយសារតែវាដឹងច្រើននោះទេប៉ុន្តែដោយសារតែវាត្រូវបានរំខានតិចជាងមុនការការពារផ្លូវចិត្តរបស់យើងគឺជាទង្វើនៃការគោរពខ្លួនឯងនៅពេលដែលយើងចាប់ផ្ដើមរក្សាលំហផ្លូវចិត្តរបស់យើងដូចគ្នាទៅនឹងការថែទាំសុខភាពរាងកាយអ្វីៗនឹងមានការផ្លាស់ប្ដូរការគិតច្រើនចាប់ផ្ដើមចុះខ្សោយហើយការផ្ដោតអារម្មណ៍នឹងចាប់ផ្ដើមត្រឡប់មកវិញនៅពេលដែលយើងព្យាយាមប្រឆាំងជាមួយនឹងគំនិតខ្លួនឯងក្នុងអំឡុងពេលដែលចិត្តកំពុងតែច្បោកច្បល់វានឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងចិត្តកំពុងតែបង្កើតគំនិតព្រួយបារម្ភមួយហើយភ្លាមៗនោះស្រាប់តែមានសម្លេងមួយទៀតលេចឡើងមកដើម្បីវិនិច្ឆ័យវាពេលនោះបញ្ហាមិនមែនគ្រាន់តែជាការថប់បារម្ភតែម្យ៉ាងទេវាបន្ថែមដោយការប្រឆាំងជាមួយនឹងខ្លួនឯងមួយទៀតការប្រឆាំងជាមួយនឹងខ្លួនឯងនឹងធ្វើឲ្យចិត្តកាន់តែច្បោកច្បល់គំនិតត្រូវបានពុះជាពីរផ្នែកទី1คล้ายជាអ្នករិះគន់ផ្នែកមួយទៀតคล้ายជាអ្នកដែលត្រូវបានចោទប្រកាន់នៅពេលដែលចិត្តមានអារម្មណ៍ថាត្រូវបានវាយប្រហារពីខាងក្នុងវានឹងធ្វើអ្វីដែលវាតែងតែធ្វើគឺវាគិតច្រើនវិភាគច្រើនដើម្បីការពារការវិនិច្ឆ័យខ្លួនឯងយ៉ាងធ្ងន់ធ្ងរនឹងជំរុញឲ្យមានការគិតកាន់តែច្រើនពីព្រោះវាបង្កើតគ្រោះថ្នាក់នៅខាងក្នុងប្រព័ន្ធប្រសាទមិនអាចសម្រាកបានទេនៅពេលដែលវាមានអារម្មណ៍ថាត្រូវបានរិះគន់ការរិះគន់បង្ហាញសញ្ញាថាអ្វីមួយកំពុងមានបញ្ហាហើយខួរក្បាលនឹងឆ្លើយតបដោយការព្យាយាមស្វែងរកដំណោះស្រាយវា scan អតីតកាលដើម្បីរកមើលកំហុសវា scan អនាគតដើម្បីរកវិធីការពារគំនិតនឹងសើរើឡើងវិញនៅរឿងរ៉ាវចាស់ៗហើយវាសម័យមើលអ្វីបន្ទាប់ដែលត្រូវកែប្រែឲ្យល្អប្រសើរនៅពេលនោះចិត្តរបស់យើងចេញពីអតីតកាលទៅអនាគត
ចេញពីអនាគតទៅអតីតកាលវិលទៅវិលមកអត់ឈប់ឈរវានឹងបង្កើតជារង្វិលជុំមួយដែលមានឥទ្ធិពលដើម្បីរំខានដល់រង្វិលជុំនេះរឿងដែលយើងគួរធ្វើគឺផ្ដល់នូវការលួងលោមឬការអាណិតអាសូរមកកាន់ខ្លួនឯងវាជាការបង្កើតសុវត្ថិភាពផ្លូវចិត្តនៅពេលដែលយើងឆ្លើយតបចំពោះខ្លួនឯងដោយការយល់ដឹងជំនួសឲ្យការរិះគន់ប្រព័ន្ធប្រសាទទទួលបានសារខុសគ្នាយើងកំពុងមានសុវត្ថិភាពទោះបីជាគំនិតរបស់យើងកំពុងរញ៉េរញ៉ៃក៏ដោយអារម្មណ៍សុវត្ថិភាពនេះនឹងរំខានដល់រង្វិលជុំផ្លូវចិត្តពីព្រោះមូលហេតុនៃការគិតច្រើនគឺដើម្បីការពារនិងរក្សាសុវត្ថិភាពដូច្នេះនៅពេលដែលយើងទទួលបានអារម្មណ៍សុវត្ថិភាពហើយការគិតច្រើននឹងថមថយថាមពលដោយខ្លួនឯងសត្វទោះជាកាចយ៉ាងណាក៏ដោយវានឹងប្រែជាស្លូតនិងសាំងបន្តិចម្ដងនៅពេលដែលទទួលបានការលួងលោមចិត្តដែលកំពុងតែឆាបឆេះដោយភាពច្បោកច្បល់ក៏រមែងទន់ភ្លន់ដូចគ្នានៅពេលដែលយើងផ្ដល់នូវការលួងលោមឬក្តីមេត្តាមកកាន់ខ្លួនឯងដូច្នេះសរុបមកវិញដើម្បីកាត់ផ្ដាច់ឬរំខានដល់វដ្តនៃការគិតច្រើនគឺមិនមែនជាការព្យាយាមបញ្ឈប់គំនិតឬវិនិច្ឆ័យខ្លួនឯងនោះទេតែគឺជាការផ្ដល់នូវការលួងលោមឬការអាណិតអាសូរមកកាន់ខ្លួនឯងចិត្តនឹងទទួលបានអារម្មណ៍សុវត្ថិភាពនិងគ្មានការគំរាមកំហែងដូច្នេះគំនិតដែលព្យាយាមការពារឬរកវិធីដោះស្រាយនឹងត្រូវបានថមថយការគិតច្រើននឹងត្រូវបានថមថយឧបសគ្គដ៏ស្ងប់ស្ងាត់មួយក្នុងដំណើរការនៃការយកឈ្នះទៅលើការគិតច្រើនគឺជាការជឿថាសន្តិភាពគឺជាគោលដៅមួយដែលយើងនឹងសម្រេចបានហើយរក្សាវាជាអចិន្ត្រៃយ៍យើងស្រមៃអនាគតអំពីភាពស្ងប់ស្ងាត់ស្ថិរភាពដោយគ្មានគំនិតជ្រៀតជ្រែកយើងចាត់ទុកសន្តិភាពផ្លូវចិត្តគឺជាខ្សែបញ្ចប់មួយដោយពេលដែលយើងឆ្លងកាត់វាហើយយើងនឹងបញ្ចប់ការតស៊ូក្នុងដំណើរមួយនេះប៉ុន្តែតាមពិតទៅការរំពឹងទុកនេះគឺជាសម្ពាធមួយនៅពេលដែលចិត្តវង្វេងម្ដងទៀតឬនៅពេលដែលភាពច្បោកច្បល់កើតឡើងវិញយើងនឹងមានអារម្មណ៍ហាក់ដូចជាខ្លួនឯងបរាជ័យក្នុងដំណើរមួយនេះការបញ្ឈប់ការគិតច្រើនមិនមែនជាអ្វីដែលយើងធ្វើតែម្ដងទេពីព្រោះការគិតមិនដែលចេះចប់ឡើយវាតែងតែផលិតគំនិតជាបន្តបន្ទាប់វាឆ្លុះបញ្ចាំងអតីតកាលទស្សទាយអនាគតជារឿយៗការដែលយើងរំពឹងអំពីសន្តិភាពថាជាស្ថិរភាពផ្លូវចិត្តនោះមិនមែនជារឿងប្រកបវិជ្ជាឡើយហើយជារឿយៗវាតែងតែនាំមកនូវការខកចិត្តការផ្លាស់ប្ដូរពិតប្រាកដមិនមែនជាការលុបបំបាត់គំនិតមិនឲ្យកើតឡើងនោះទេប៉ុន្តែជាការផ្លាស់ប្ដូររបៀបដែលយើងប្រតិកម្មជាមួយគំនិតដែលកើតឡើងសន្តិភាពផ្លូវចិត្តមិនមែនជាអវត្តមាននៃភាពច្បោកច្បល់នោះទេវាគឺជាសមត្ថភាពនៃការរក្សាស្ថិរភាពនៅពេលដែលគំនិតរវើរវាយកើតឡើងនៅពេលដែលយើងយល់ពីរឿងនេះការកំណត់ដឹងចំពោះចលនានៃចិត្តនីមួយៗគឺជារឿងដ៏មានអត្ថន័យបំផុតនៅពេលដែលយើងកត់សម្គាល់ឃើញថាចិត្តកំពុងរវើរវាយហើយយើងកំណត់ដឹងនិងទាញវាមករកបច្ចុប្បន្នវិញដោយថ្នមនេះគឺជាអ្វីមួយដ៏មានតម្លៃនិងមានឥទ្ធិពលយ៉ាងខ្លាំងតាមពិតទៅយើងតែងតែគិតថាវាជារឿងតូចតាចប៉ុន្តែរាល់ការកំណត់ដឹងនិងការទទួលស្គាល់គឺជាការចិញ្ចឹមនិងពង្រឹងផ្លូវចិត្តការកំណត់ដឹងគឺជាការអនុវត្តជាប្រចាំពីព្រោះចិត្តតែងតែវិលទៅរកអតីតកាលនិងអនាគតជានិច្ចកាលណាយើងកំណត់ដឹងនិងទទួលស្គាល់វាបានកាន់តែច្រើនភាពស្ងប់សុខនឹងកើតឡើងកាន់តែច្រើនប៉ុណ្ណោះដែរភាពជាប់លាប់មានសារៈសំខាន់ជាងភាពឥតខ្ចោះពីព្រោះវាធ្វើឲ្យប្រព័ន្ធប្រសាទផ្លាស់ប្ដូរបន្តិចម្ដងទម្លាប់ផ្លូវចិត្តត្រូវបានកសាងឡើងរាប់ឆ្នាំដូច្នេះតម្រូវឲ្យមានការអនុវត្តជាប់លាប់ជាប្រចាំដើម្បីផ្លាស់ប្ដូរផ្នត់ទម្លាប់ថ្មីនៅពេលដែលយើងទទួលស្គាល់ថាសន្តិភាពត្រូវបានកសាងឡើងដោយភាពជាប់លាប់តាមរយៈការផ្អាកតូចៗការកំណត់ដឹងដ៏ទន់ភ្លន់និងការឆ្លើយតបដោយក្តីមេត្តាយើងលែងបន្ថែមសម្ពាធនិងអនុញ្ញាតឲ្យផ្លូវចិត្តទទួលបានការលួងលោមដោយធម្មជាតិថ្ងៃខ្លះយើងមានភាពល្អប្រសើរថ្ងៃខ្លះយើងទទួលបានការរំខានប៉ុន្តែតាមរយៈការអនុវត្តដដែលដោយការកំណត់ដឹងទាញចិត្តឲ្យត្រឡប់មករកខ្យល់ដង្ហើមការបន្ធូរអារម្មណ៍វានឹងបង្កើតទម្លាប់ផ្លូវចិត្តថ្មីមួយដោយភាពស្ងប់ស្ងាត់និងមានឥទ្ធិពលនៅពេលដែលយើងឈប់ទុកសន្តិភាពជាគោលដៅហើយប្រែវាជាការកំណត់ដឹងដោយទន់ភ្លន់យើងនឹងឈប់សួរថាតើខ្ញុំអាចចេញផុតពីភាពច្បោកច្បល់នេះនៅពេលណាហើយជំនួសមកវិញដោយការបង្វែរសតិមករកខ្យល់ដង្ហើមពេលនោះយើងនឹងរកឃើញថាសន្តិភាពមិនបានស្ថិតនៅទីណាឆ្ងាយនោះទេវាតែងមាននៅក្នុងសកម្មភាពសាមញ្ញនៃការកត់សម្គាល់និងការតាំងសតិឡើងវិញសរុបមកវិញសន្តិភាពផ្លូវចិត្តគឺជាអ្វីដែលយើងត្រូវកសាងដោយភាពជាប់លាប់វាមិនមែនជាគោលដៅបញ្ចប់មួយនោះទេរាល់ពេលកំណត់ដឹងនិងឆ្លើយតបដោយក្តីមេត្តាប្រៀបដូចជាការតម្រៀបឥដ្ឋម្ដងមួយដុំយូរទៅសកម្មភាពតូចតាចទាំងនេះនឹងបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំពីខាងក្នុង